ក្រោយការប្រយុទ្ធគ្នាប្រហែល4ខែដែលបានធ្វើឲ្យមជ្ឈមបូព៌ារង្គោះរង្គើទីផ្សារធម្មពលពិភពលោកជ្រួលច្របល់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រកាសឈានដល់កិច្ចព្រមព្រៀងមួយដែលអាចបើកច្រកសមុទ្រហ័រមូសឡើងវិញនិងបន្ធូរវិបត្តិប្រេងដ៏ធំបំផុតក្នុងឆ្នាំ2026យោងតាម CNN ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសនៅថ្ងៃទី14ខែមិថុនាឆ្នាំ2026ម៉ោងនៅអាមេរិកថាកិច្ចព្រមព្រៀងនេះរួមមានការដកវិធានការបិទគប់ផ្លូវនាវាចេញចូលកំពង់ផែអ៊ីរ៉ង់ហើយច្រកហ័រមូសនឹងបើកឡើងវិញកិច្ចព្រមព្រៀងរំពឹងថានឹងត្រូវបានចុះហត្ថលេខានិងចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍នេះអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Kazem Garibabadi និយាយថាការចរចាបន្ថែមនឹងបន្តនៅប្រទេសស្វីសបន្ទាប់ពីពិធីចុះហត្ថលេខាលោកក៏បញ្ជាក់ថាការចរចានុយក្លេអ៊ែររយៈពេល60ថ្ងៃនឹងចាប់ផ្ដើមបានលុះត្រាតែអាមេរិកបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កកជាមុនសិនទីផ្សារប្រេងពិភពលោកបានឆ្លើយតបភ្លាមប្រេងឆៅ Brent នៅព្រឹកថ្ងៃទី15ខែមិថុនាបានធ្លាក់ចុះជាង 4% មកត្រឹមជាង$83ក្នុង1បារ៉ែលការធ្លាក់ថ្លៃនេះបង្ហាញថាទីផ្សារកំពុងដកតម្លៃសង្គ្រាមចេញពីប្រេងបន្ទាប់ពីមានសញ្ញាថាផ្លូវដឹកជញ្ជូនថាមពលសំខាន់បំផុតមួយរបស់ពិភពលោកអាចដំណើរការឡើងវិញពេញលេញច្រកហ័រមូសស្ថិតនៅរវាងអ៊ីរ៉ង់និងអូម៉ង់ដែលប្រេងនិងផលិតផលថាមពល 1/5 នៃការផ្គត់ផ្គង់សកលត្រូវឆ្លងកាត់ច្រកនេះដូច្នេះការបិទនាពេលកន្លងទៅបានធ្វើឲ្យតម្លៃប្រេងថ្លៃដឹកជញ្ជូននិងអតិផរណានៅប្រទេសជាច្រើនរងសម្ពាធយ៉ាងខ្លាំងវិបត្តិនេះបានកើនឡើងខ្លាំងចាប់ពីខែកុម្ភៈឆ្នាំ2026ក្នុងរយៈពេលជាច្រើនខែការប៉ះទង្គិចបានបណ្ដាលឲ្យមនុស្សស្លាប់និងរបួសទាំងសងខាងខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាកំពុងផែប្រព័ន្ធការពារដែនអាកាសនិងគោលដៅថាមពលជាច្រើននៅមជ្ឈមបូព៌ាត្រូវរងការខូចខាតទោះជាយ៉ាងណាលេខដាក់ស្ដាប់និងទំហំនៃការខូចខាតពិតប្រាកដនៅតែខុសគ្នាទៅតាមប្រភពនិងមិនទាន់មានការបញ្ជាក់ជាឯករាជ្យពេញលេញខ្ញុំរស់សុធាពី News Today NTTV